พวกมาบองโอนปริมิตตัวสนิทชนจิตีกรุ๊ปหนึ่งจิตีมิตรบัตรไทยนี่คือบัตรริจรัตรู้หนึ่งกรมการเงินสารพลเมียนรัศมีกุทลอกบานจกมอประดับยารุพีตัวบาเปะป้อนหนึ่งกาจินจำบาสัตชรุได้ทัดในตีตังสองกัดกระบะก็ขันจะบาอำเภอริทนิพนมเปิลบัตรดำใบเอาเชียบจะบ้าปีกาจินจำบาสัตชรุตาเมียนพอวิบ้าหนึ่งประตูพออย่างนั้นเนาะขยมบัตรหนึ่งนอมาร้องพวกไม้บองโอนแต่ชุบหนึ่งจะมวยบองปลอกสามัคคีได้เชียมาจ้ากะเสถานนิตัวไตมาดอกบ่าบ้านจะรีบสู้บองปลอกบองบ่าเลยขอบคุณนะได้บองบานดอลกิจยุทธ์ดอลกรมการศึกษาพลเมืองในรัฐสมัยกุกลอกมาฝึกกิจสมพิบองเปะปวนการจิงจำสัตว์จุกกระโดดเชียบใจเด็กเซ็งบองสันสันเมื่อกี้บ้องตีตังบองนั้นทัดในคุมสังกัดไอ้ได้บอกคุมไปคุมกัดบาก็คันจะบาเปิดรีนี้พนมเปิงบาดให้การจิงจำสัตว์จุกกระบองนั้นคือบองมีตีตังในข้างนั้นไอ้บอกในข้างเราเตี้ยอีกอย่างหนาได้ในคอยเตี้ยจำในคณะครูซานั่นคณะครูซาบ้องไงในถ้าเรายืนอาจด่าตัวมือตีบ้านนี่อะไรยังไงนั่นต่อชวนบอกบ้าบอกนี่ตรงนี่นี่ยังไม่ได้โดยริมใครจริงๆบองสามัคคีอันนี้ถุงนี่ถุงสำหรับการโกนแต่การโกนพลาดจำมาดิรูเฉินหรือก็เซอร์เมนโกนในซาถุงกวาดจอมันได้ขณะกวาดจอบได้วิสามั้ยสาวเขาจะตราโกนวิหารผู้ยิ่งขับนี่ไอ้ก้อนมันสบอกเตี้ยกวาดเฉินเธอไกลน้ำใบจันนั่งก็น่าจะนั่งวิคาดก็ยังคือสมบัติเธอไปโจโฉกโจnơi tới đập bơi là nghĩa rồi ai chứยังăn phù phượng bàn rồi bơiยังcây những cái lái nước biết miên cái lái nó bị tu bế biết cái hai đó smoke smile mình nếu hai smoke smile nhé stressยังbơiยังcái lái thứ virus cho lái bàn thôi đi bongไปเชี่ยอันนี้เป็นหลักหนักไปใจกิเตมวยดำไปพญาซาตะจูนบอกเอาไปเชี่ยกะตะกอยืงได้เมียนบอกน้องจังจิงจำสัตว์ชิลุของได้บอกดำไปเอาเงี้ยสู้เรื่องตัวบานพ้อเนี่ยคือบองบตามาการเป็นเชี่ยคือบองเพราะคือยังត្រូវធ្វើទ្រង់ឲ្យពួកផុតពីដីបងណាផុតពីដីបាទផុតពីដីហើយគឺយើងមានដូចជាកន្លែងនឹងហ្នឹងនោះអាស្រុកក្របាវនោះហ្នឹងហើយហើយសបុកបាទសបុកបើភាសាយើងនេះគេហៅជំរុករបស់ជ្រូកបងណាបាទបងរោគហ្នឹងគឺយើងមានកំណត់ថាពីកម្ពស់ណាដែរពីដីប្រហែលម៉ែត្រអីបងឲ្យជាប្រាំហ្នឹងតាមលទ្ធភាពដែរបាទបើលទ្ធភាពគេមានសបោលុយគេលើកខ្ពស់ទៅយើងទៀបបើយើងអត់សូវមានយើងរៀបអត់ល្អិតក៏បានដែរមិនបាច់កុំឲ្យតែបើកាប់ចុងកុំឲ្យតែផ្ទាល់ដីកុំឲ្យផ្ទាល់ដីឲ្យផុតពីដីបាទឥឡូវវាសបោជាងត់ណាស្លាច់ទេស្លាច់នេះសបោណាឥឡូវប្រើអាជួនបើត្រកស្លាច់យើងអាចប្រើជាឫស្សីអីបានទេបានតោះវាឆាប់ពុកបងណាហ្នឹងបើឥឡូវជួឥឡូវថោកដែរហ្នឹងបាទអូកន្លែងណាក៏មានដែរឥឡូវវាគេអាប់ដេតដែរហ្នឹងបាទហើយបងអាចសុំបងជួយបញ្ជាក់បន្ថែមបន្តិចដើម្បីឲ្យបងប្អូនជាកសិករយើងគាត់បានដឹងពីបច្ចេកទេសនៃការចិញ្ចឹមហ្នឹងមកខ្ញុំចង់និយាយបាទចង់បញ្ជាក់ជូនបងថាក្រោយពីយើងធ្វើរៀបចំត្រឹមត្រូវដូចបងហើយហ្នឹងតើផលដែលទទួលបានពីជ្រូកហ្នឹងមេមួយហ្នឹងជាមជ្ឈុំបានប្រហែលកូនដែរបងវាអមថាកូនវាលឿនពូជដែរណាពូជតែគេល្អទេបានកូនច្រើនទៅបើយើងពូជថាអត់ច្បាស់ទេកូនវាតិចទេបាទបើនិយាយពូជចឹងបងអាចបញ្ជាក់បានជាទូទៅជ្រូករបស់បងយើងទទួលពូជហ្នឹងគឺពូជពីខាងណាដែរបងពីក្រុមហ៊ុនម៉ងធីបាទអានឹងបាណាបើមេខ្ញុំអត់បានទិញទេព្រោះលទ្ធភាពទៅដល់ទេបាទអូមានន័យថាបងបញ្ចឹងយើងមានតែមេទេមានតែបាមានតែបាទេមេក៏ពីមេហ្នឹងវាចៅបងម៉ងធីទេគឺយើងទទួលបានពីជ្រូកពូជរបស់លោកអញ្ញាម៉ងរទ្ធីបាទដែលយើងទៅទិញមកឬក៏របៀបមិនបងទៅផ្ទាល់ដល់កសិដ្ឋានរបស់ពេទ្យគាត់ផ្ទាល់ឬក៏ពេទ្យគេចោះតាមខេត្តតាមអីតាមខេត្តគេមកណែនាំអីជម្រាបជូនបងថាគឺគេមានពូជហ្នឹងគឺពូជរបស់ជ្រូករបស់លោកអញ្ញាចឹងហ្មងហ៎បាទប៉ុន្តែខ្ញុំចង់និយាយថាចេះអាការរីករុះអីហ្នឹងឆ្ងល់មូលហេតុអីកសិករយើងអញ្ចឹមនៅដីសោះរីករុះទៅយកអាឆ្នាំស្អីបកាយស្អីក្រុមហ៊ុនពេទ្យគេប៉ុណ្ណានៃ
ក្រុមហ៊ុនគេបកកែក្រុមហ៊ុនប៉ុណ្ណានៅចាំសឹកបាត់ផងនាំបងមានចង់នឹងនៃបងចង់បញ្ជាក់ថាលក្ខណៈបច្ចេកទេសបងប្អូនវិជាកសិករយើងនៅតាមជនបទមួយចំនួនគាត់ច្រើនតែប្រើរបៀបមិនបងមកចង់យល់ឆ្នាំហ្នឹងអាឆ្នាំស្អីគាត់ចេះតែបោកមានតែគាត់ប្រើប្រាស់ឆ្នាំហ្នឹងមិនបានត្រឹមត្រូវតាមការណែនាំបច្ចេកទេសរបស់ពេទ្យសត្វអីចឹងណែនាំបាទអញ្ចឹងទឹកចិត្តបងចង់តំណពរថាឲ្យបងប្អូនហ្នឹងគឺងាកមកជឿជាក់នៅពេទ្យក្រុមហ៊ុនឬក៏ពេទ្យសត្វរបស់ដែលគាត់មានជំនាញគាត់បាទហ្នឹងចាក់ក្រុមហ៊ុនស្រួលជាងងាប់មកយើងទៅកន្លែង pharmacy ទៅគឺសុំទូរស័ព្ទលេខពេទ្យបាទសុំពេទ្យលេខពេទ្យpharmacy គេឲ្យហើយដល់គេឲ្យយើងទៅពិគ្រោះមួយពេទ្យទៅបាទពីការជំងឺពិគ្រោះឥឡូវពិគ្រោះដូចមនុស្សដែរហ្នឹងត្រូវមកដើម្បីឲ្យយើងចិញ្ចឹមទៅទទួលបានផលល្អបានជោគជ័យបាទជោគជ័យតែខ្លះអត់មិនដឹងតែចេះតែឯងចេះថាមិនគាត់យល់អារម្មណ៍មួយហ្នឹងបងជាការទឹកចិត្តរបស់បងប្រុសគាត់ចង់ចែករំលែកទៅដល់បងប្អូនយើងជាកសិករដែលចិញ្ចឹមជ្រូកនៅតាមជនបទមានពី1ក្បាលទៅ5ក្បាល10ក្បាលក្តីគាត់ចង់ថាបើសិនជាជ្រូកមានជំងឺសូមឲ្យបងប្អូនទៅតាក់ទងទី1គឺយើងរកកន្លែងដែលលក់ចំណីត្រឹមត្រូវនឹងអាចទទួលបានការអនុញ្ញាតពីក្រសួងកសិកម្មឬក៏ពេទ្យសត្វច្បាស់លាស់អញ្ចឹងបាទណាដើម្បីយកទៅដើម្បីជិះឲ្យផុតពីការមានបញ្ហាទៅធ្វើការខាត់បង់បាទប្រើឆ្នាំឲ្យបានត្រឹមត្រូវតាមការបញ្ជាក់ពីបងប្រុសប៉ុន្តែទៅប៉ាម៉ាស៊ីនឹងសុំលេខលេខពេទ្យគេចុះតាមពេលលេខក្រុមហ៊ុនសុំគេមកបាទនេះជាបងប្រុសគាត់បានផ្ដល់ព្រោះគាត់មានបទពិសោធន៍ចិញ្ចឹមច្រើនពុកម៉ែបងប្អូនក៏ដូចជាវិជាកសិករយើងគឺទ្រង់គាត់គឺច្រើនមែនតើមើលបងទ្រង់បងដូចជាប្រហែលជាបើមេប្រហែលជា70មេអញ្ចឹងបងណាបាទប៉ុន្តែទ្រង់បងហ្នឹងយើងចំណាយដើមទុនប្រមាណដែរសរុបដែលយើងដំណើរការដល់សប្តាហ៍ថ្ងៃហ្នឹងបងពីមុនយើងចេះធ្វើតិចតួចណាយើងមិនធ្វើលុយដល់ណាអូអញ្ចឹងបាននៃបងថាពីមុនមកយើងកសាងម្ដងពេញក្នុងពេញមកដល់បច្ចុប្បន្នយើងខ្ញុំមើលទៅលក្ខណៈមួយជាលក្ខណៈគួរសមដែរគួរសមតែនៅជាពាក់គេដែរយេជាពាក់ហ្នឹងមុនក្រោយគឺគង់តែបានដល់ថ្លៃនោះទេប៉ុន្តែទីផ្សារស្រុកយើងឥឡូវយើងពិបាកដែរឃើញថាមើលទៅជ្រូកបងកំពុងតែទទួលបានផលច្រើននេះកូនជ្រូកកំពុងតែកើតជាបន្តបន្ទាប់បាទហ្នឹងហើយខ្ញុំអរគុណណាបងប្រុសដែលបានចំណាយពេលវេលាដ៏មានតម្លៃបាទបានផ្ដល់បទសម្ភាសន៍ក៏ដូចជាចែករំលែកនៃបទពិសោធន៍នៃការចិញ្ចឹមសត្វជ្រូកដើម្បីជូនដល់បងប្អូនជាកសិករយើងក៏ដូចជាពុកម៉ែបងប្អូនប្រិមិត្តដែលកំពុងតាមដាននៃការផ្សាយរបស់ក្រុមការងារសារព័ត៌មានរដ្ឋមីផ្លូវដែលមានខ្ញុំបាទរាជតរ័ត្នរួមនឹងក្រុមការងារចុះមកផ្ទាល់ជួបជាមួយនឹងបងសាមគ្គីទៅមកហើយសង្ឃឹមថាវគ្គក្រោយខ្ញុំមកជួបបងសាជាថ្មីទៀតដើម្បីសូមបទពិសោធន៍បងថ្មីដើម្បីចែករំលែកជូនពុកម៉ែបងប្អូនជាបន្តទៀតបាទសូមអរគុណណាបងបាទអរគុណច្រើនបាទ